គេដំណើរឥទ្ធិពលនិងការទទួលស្គាល់ស្នាដៃនិងការរួមចំណែកដ៏ធំធេងរបស់ព្រះមហាថេរៈ Lady Sayadaw បាននាំឲ្យព្រះអង្គទទួលបានការទទួលស្គាល់ជាផ្លូវការនៅឆ្នាំ 1911 រដ្ឋាភិបាលអាណានិគមអង់គ្លេសនៅឥណ្ឌាបានថ្វាយគ្រមងារដ៏ខ្ពង់ខ្ពស់ថាអគ្គមហាបណ្ឌិតប្រធានអ្នកប្រាជ្ញដ៏អស្ចារ្យហើយក្រោយមកសាកលវិទ្យាល័យរ៉ុងហ្គោក៏បានប្រគេនសញ្ញាបត្របណ្ឌិតអក្សរសាស្ត្រកិត្តិយសដល់ព្រះអង្គផងដែរនៅប៉ុន្មានឆ្នាំចុងក្រោយនៃព្រះជន្មព្រះនេត្ររបស់ព្រះអង្គបានចាប់ផ្ដើមចុះខ្សោយដោយសារការអានសិក្សានិងសរសេរអស់ជាច្រើនឆ្នាំជាញឹកញាប់ក្រោមពន្លឺមិនគ្រប់គ្រាន់ព្រះជន្ម73ព្រះវស្សាព្រះអង្គបានងងឹតព្រះនេត្រហើយបានចំណាយពេលវេលាដែលនៅសល់ទាំងស្រុងលើការធ្វើសមាធិនិងការបង្រៀនសមាធិព្រះអង្គបានទទួលអនិច្ចធម៌នៅក្រុងបិនម៉ាណាក្នុងឆ្នាំ 1923 ក្នុងព្រះជន្ម77ព្រះវស្សាព្រះមហាថេរៈ Lady Sayadaw ត្រូវបានគេចាត់ទុកជាបិតាស្ថាបនិកដ៏សំខាន់មួយរូបនៃចលនាវិបស្សនាសម័យទំនើបការងាររបស់ព្រះអង្គបានត្រួតត្រាយផ្លូវសម្រាប់ការរីកសាយភាយនៃសមាធិវិបស្សនាទូទាំងសកលលោកក្នុងសតវត្សទី20និងទី21